Ôn bạn khai hai ôi đó cô ngặt โอเคมีสไนจ้าตู้ได้ใส่คือทาเป็นจัดติ ทาเมากัดปรึกเนื้อทาจ้องตายกาแฟเต้มันตายเลยสำคัญนี่บ่งวงยังนั่งนะบ่งโปนะคือกดเมียนเบบี้มวยเตียดห้าวให้กดปะบัวยมนั่งยำมาจูกัดปรึกใจเต้ยมแทะบ้องยมจากบ้านแต่กาแฟเต้ก็ทางออดเต้ยำพลายกุยจมูกกอดยำทับบ้องเวปรักเป้ใจนะก็ทางออดเต้เมาเลยสะยำตึงออกขณีบ่งโปนะใจไปทาเต้ยบ้านกาแฟนะปันตายใจไปทากวาดน้องโมยบ่งโปน้อยมุกุมาทำมาจูបងប្អូនបើសិនជាបងប្អូនចង់ញ៉ាំម្ជូរស្រស់ថ្មីមានគ្រប់ម៉ាកគ្រប់មុខហើយបងប្អូនចាំនៅចុងវីដេអូហ្នឹងខ្ញុំនឹងដាក់វីដេអូពេញថាហាងគាត់មានលក់ម្ជូរអីគេខ្លះចឹងណាបងប្អូនហើយគឺថាជាពិសេសគឺថាផ្លែគុយនេះបងប្អូនគឺស្រស់និយាយទៅអត់ជូរទេណាបងប្អូនអត់ជូរខ្លាំងទេជ្រលក់ជាមួយអំបិលមកគឺថាឆ្ងាញ់មែនតែនបងប្អូនណានិយាយទៅគាត់តែឃើញគាត់ញ៉ាំហ្នឹងខ្ញុំក៏ចង់ហៀទឹកគាត់ម្ដងទៀតដែរហើយកន្លែងគាត់ហ្នឹងក៏គាត់មានណែមណាបងប្អូនមានណែមជាសាច់ជ្រូកមានណែមជាណែមត្រីណែមអីហើយអវ៉ៃអវ៉ាន់របស់គាត់គឺមកពីស្រុកខ្មែរថ្មីនិយាយទៅគឺថាបងប្អូនពេលខ្ញុំតែចូលទៅហ្នឹងគឺថាអូយមានទាំងកេះហ្មងណាបងប្អូននិយាយទៅអីវ៉ាន់របស់គាត់យកមកពីស្រុកខ្មែរណាបងប្អូនគឺថាយកមកលើកណាក៏អស់ដែរម្ជូរជាពិសេសគឺផ្លែគុយណាបងប្អូននេះគាត់បង្ហាញបកនេះគេទៅតែតម្លាក់ទេគាត់អត់ទាន់បានបើកមើលថាមានអីគេខ្លះទេបងប្អូនហើយឥឡូវនេះគឺថាគ្មានអីទេគឺមានតែម្ជូរនឹងឯងបងប្អូនគឺថាបើកមកនឹងគឺថាទាំងកេះហ្នឹងគឺថាសិតតែម្ជូរគាត់ណាបងប្អូនគាត់យកមកដាក់លក់និយាយទៅបងប្អូនហើយចូលហាងគាត់ថាមានគ្រប់មានសពមានម្ហូបមាននំប៉័ងមានកាហ្វេមានផាសិនមានម្ជូរអូយថាគ្រប់មុខគ្រប់ម៉ាកអញ្ចឹងថាបងប្អូននៅរកផ្សេងអីបើចង់បានម្ជូរកាហ្វេនំប៉័ងអីកុំភ្លេចហាងបងខាត់សៃវង fast food នៅ Low Mass យើងណាបងប្អូនហើយអ្នកជាពិសេសគឺថាមានម៉ាំលហុងម៉ាំអីទៀតបងប្អូនហើយនិយាយពីថាគ្រប់មុខគ្រប់ម៉ាកគ្រប់ម៉ូតហ្មងណាថាចូលតែមួយហាងគឺថាបានញ៉ាំគ្រប់ម៉ាកគ្រប់ម៉ូតហ្មងបងប្អូនខ្ញុំនិយាយមែនមានទាំងងៀតគោណាមានហឹលមានអត់ហឹលហើយគាត់មានជាសាច់ក្រកអីណាបងប្អូនសាច់ក្រកចង់យកហឹលក៏បានចង់អត់យកហឹលក៏បានដែរហើយបើថាសាច់គោដែលបងប្អូនយកទៅញ៉ាំលេងដូចជា chip អីចឹងអាហ្នឹងក៏គាត់មានដែរគាត់មានជាហឹលឬមួយក៏អត់ហឹលចឹងហ្នឹងហើយណែមនេះមានណែមមូលមានណែមរាងវែងអីចឹងណាបងប្អូនអើយដល់កហ្មងណាហើយនេះខ្ញុំមកដល់ហ្នឹងក្បាលវីដេអូហ្នឹងគឺខ្ញុំសួរគាត់ថាម៉ានខែហើយបងសម្លាញ់ចិត្តអើយនិយាយទៅគឺថា surprise មែនតើដោយសារតែអត់ដឹងថាគាត់មានឃើញគាត់ផុសហើយមកជួបគាត់ផ្ទាល់ហ្នឹងគឺថាបងអើយខ្ញុំ surprise មែនតើដោយសារតែនិយាយទៅខ្ញុំអត់ដឹងថាបងឯងមាន baby sauce មកដល់ក្នុងហាងគាត់នៅឃើញភ្ញាក់ព្រឺតហ្មងណាដោយបងប្អូនដឹងអញ្ចឹងខ្មែរយើងគឺថាមានរៀងមានសាច់មានអីតិចតួចចឹងអត់សូវហ៊ានសួរទេខ្លាចគាត់ប្រកាន់ខ្លាចអីចឹងណាថ្ងៃតើមកជួបផ្ទាល់ចឹងបានថាសួរពេញមុខពេញមាត់ហ្មងណាបងប្អូនអើយហើយដូចនិយាយចឹងបើសិនជាបងប្អូនចង់បានម្ជូរកាហ្វេនំប៉័ងឬមកក៏ម្ហូបផ្សេងដែលធ្វើឲ្យមិនបាច់ពិបាកធ្វើអីហ្នឹងមកហាងបងខាត់សេវង fast food បានខ្ញុំនឹងដាក់អាស័យដ្ឋាននៅខាងក្រោមអរគុណច្រើនបងប្អូន